បន្ទាប់មកទៀតនេះគឺជាការបញ្ជាក់ជួរទី5នៃសមត្ថកម្ម Goldbach កញ្ញាខៀវយិនគឺជានារីដែលបានបញ្ជាក់សមត្ថកម្ម3ជួរដំបូងកាលពី3ឆ្នាំមុនធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់មកក៏បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងកំពូលអ្នកប្រាជ្ញគណិតវិទ្យាម្នាក់នោះម្ដងទៀតគឺ3ជួរដំបូងទៀតហើយបើសិនជាស្វែងរកមនុស្សអាថ៌កំបាំងមិនឃើញទេនោះសមត្ថកម្ម Goldbach នឹងត្រូវជាប់គាំងនៅត្រឹមជួរទី3ជារៀងរហូតមែនទេលោកសាស្ត្រាចារ្យ Chen នេះគឺជាលិខិតអញ្ជើញសម្រាប់ពិធីជប់លៀងអ្នកចេះដឹងឆ្នាំនេះសូមលោកបាននឹកមើលគ្មានបញ្ហាអ្វីទេខ្ញុំនឹងផ្ញើវាចេញទៅឆ្នាំនេះពិតជាមានអ្នកជាប់ចំណាត់ថ្នាក់លេខ1ពិន្ទុពេញម្នាក់ពិតជាសម្បូរអ្នកមានសមត្ថភាពមែនឥឡូវនេះនៅតែអាចទទួលបានសម្បត្តិជាក្រដាស់ទៀតមែនទេគឺជាសម្បត្តិមកពីនាងខ្ញុំត្រូវតែទៅរកនាងលោកសាស្ត្រាចារ្យ Chen ពិធីជប់លៀងចិត្តនឹងចាប់ផ្ដើមហើយចាំចប់ពិធីសិនបានទេចាំលោកទៅរកមនុស្សអាថ៌កំបាំងម្នាក់នោះនាំខ្ញុំទៅភ្លាមទៅកុំបង្អង់ពេលវេលាសំបីតែបន្តិចប៉ាម៉ាក់បងប្រុសកូនស្លៀកឈុតនេះទៅពិធីជប់លៀងអ្នកចេះដឹងស្អាតទេណែណាពិតជាស្អាតខ្លាំងណាស់ដល់ពេលនោះភ្នែកគ្រប់គ្នាប្រកាសជាសម្លឹងមើលតែមកលើកូនមិនខានគួរឲ្យស្ដាយដែលបង Chen Yan មិនដែលចូលរួមពិធីជប់លៀងបែបនេះសោះឯណាកូនកុំបារម្ភអីចាំចប់ពិធីនេះប៉ានឹងនាំកូនទៅដល់ផ្ទះដើម្បីសុំភ្ជាប់ពាក្យប៉ាបានឬថាឆ្នាំនេះលោកតាលោកបានដាក់អសានវាឲ្យអ្នកប្រុសលោកថាឆ្នាំនេះត្រូវតែនាំចៅប្រសារស្រីម្នាក់ចូលផ្ទះឲ្យបានលោកម្ចាស់លិខិតអញ្ជើញពិធីជប់លៀងបានមកដល់ហើយលិខិតអញ្ជើញពិធីជប់លៀងអ្នកចេះដឹងមកដល់ហើយប្រញាប់យកមកនេះគឺជាលិខិតសម្រាប់អ្នកជាប់លេខ1ទូទាំងប្រទេសណាកូនជាប់លេខ1ទូទាំងប្រទេសហើយល្អណាស់ការខិតខំរបស់កូនពិតជាមានលទ្ធផលមែនណែណាអបអរសាទរកូនផងពិតជាផ្ញើមកមែនមើលទៅលើកនេះប្រកបណាស់អ្នកប្រុសលោកប្រកាសជាជ្រើសរើសកូនមិនខានមានព័ត៌មានថាបង Chen Yan នឹងចូលរួមក្នុងពិធីជប់លៀងលើកនេះដែរជាធម្មតាគាត់មិនដែរចូលរួមកម្មវិធីបែបនេះទេលើកនេះច្បាស់ជាមកដើម្បីលែនហើយលោក Chen Yan មិនមែនស្អប់រឿងអ៊ូអរបែបនេះបំផុតទេអីមើលទៅប្រហែលជាលោកតាលោកបង្ខំខ្លាំងពេកហើយប៉ាម៉ាក់បងប្រុសយើងប្រញាប់ទៅកុំឲ្យបង Chen Yan ចាំយូរបាទទៅចុះសួស្ដីតាអ្នកចង់បានស្ទីលតុបតែងខ្លួនបែបណាដែរខ្ញុំចង់បានស្ទីលដែលធ្វើឲ្យគ្រប់គ្នាស្គាល់ខ្ញុំជាថ្មីម្ដងទៀតចាបងប្អូនស្រីលើកនេះពួកយើងត្រូវតស៊ូជាមួយគ្នាពិតជាអ៊ូអរណាស់អបអរសាទរលោកឈៀវគ្រួសារលោកពិតជាមានសំណាងណាស់ដែលមានអ្នកចូលលេខ1មុខបើមានរឿងល្អសូមជួយមើលថែគ្នាផងនេះក៏ដោយសារតែខំខ្លួនឯងដែរឡានចាំចប់កម្មវិធីភ្លាមចង់បានអ្វីបងនឹងទិញឲ្យទាំងអស់ចាល្អណាស់ឡានវ៉ាន់ឯងពិតជាពូកែណាស់បើគ្មានឯងទេខ្ញុំប្រហែលជាគ្មានឱកាសបានមកបើភ្នែកនៅទីនេះទេអ្នកប្រុសលើមកដល់មែនចៅហ្វាយមើលទៅគេដូចជាបោកយើងទៀតហើយខ្ញុំមិនដែលរំពឹងថាគេនឹងមកតាំងពីដំបូងទេតែយ៉ាងណាឆាកសម្ដែងបានរៀបចំរួចហើយគេប្រកាសជានឹងបង្ហាញខ្លួនមិនខានលែនខ្ញុំមើលថាអ្នកប្រុសលោមានកម្រិត x រហូតដល់190គឺជាកម្ពូលអ្នកប្រាជ្ញក្នុងចំណោមអ្នកប្រាជ្ញធម្មតាគាត់មិនចូលចិត្តកម្មវិធីបែបនេះទេមិននឹកស្មានថាលើកនេះគាត់មកដោយផ្ទាល់សោះគាត់ប្រកាសជាមកដើម្បីឯងដែរជាអ្នកជាប់លេខ1ទូទាំងប្រទេសហើយឬថាកាលពីមុនអ្នកប្រុសលើធ្លាប់ចាញ់ពីស្រីស្អាតអាចកំបាំងម្នាក់បានត្រឹមលេខ2ទើបគាត់តែងតែចាប់អារម្មណ៍លើអ្នកចេះដឹងស្រីតែស្រីម្នាក់នោះប្រៀបជាមួយលែនមិនបានទេលែនមិនត្រឹមតែពូកែលេខ1ទាំងពូចម្បូរនិងសម្រស់ក៏គ្មានពីរដែរសំគ្នាជាមួយអ្នកប្រុសលោដូចមេឃនឹងដីពិតជាគូព្រេងដែលទេវតាប្រទានមែនបង Chen Yan អរគុណបងណាស់ដែរព្រមមកចូលរួមកម្មវិធីដើម្បីខ្ញុំតើអ្នកជានរណាបង Chen Yan បងភ្លេចហើយអី Kio Lan ជាបងស្រីអ្នកជាប់លេខ1ក្នុងឆ្នាំនេះKio Shay លោកលេងសាច់អីហ្នឹងឯករបស់នាងពី70ផងទុះឲ្យពេលនាង100ឆ្នាំក៏នាងប្រឡងមិនបានពិន្ទុខ្ពស់បែបនេះដែរអ្នកប្រុសលោកពូយើងមិនបានលេងសាច់ទេអ្នកជាប់លេខ1ឆ្នាំនេះគឺ Lan របស់ពូយើងមិនទោះបីជាលោកជាមិត្តភក្តិខ្ញុំក៏លោកមិនអាចមកមើលងាយប្អូនស្រីខ្ញុំបែបនេះដែរKio Shay ខ្ញុំស្អប់បំផុតគឺមនុស្សដែរចាត់ទុកខ្ញុំដូចជាមនុស្សល្ងងការលេងសាច់បែបខ្ញុំមិនចូលចិត្តតតែសោះអ្នកប្រុសលោកខ្ញុំមិនហ៊ានកុហករឿងធំបែបនេះទេលោកមើលលើលិខិតអញ្ជើញនេះទៅមានសរសេរយ៉ាងច្បាស់ថាអ្នកជាប់លេខ1ទូទាំងប្រទេសចូលរួមកម្មវិធីពិតជាលិខិតផ្លូវការមិនមែនរបស់ខ្លែងខ្លាយទេស្រីម្នាក់នោះហ៊ានធ្វើបែបនេះផងអីចាំមើលថានាងរៀបចំឆាកល្ខោនអ្វីខ្លះបង Chen Yan ពីមុនខ្ញុំប្រហែលជាមិនឆ្លាតមែនប៉ុន្តែខ្ញុំតែងតែស្រឡាញ់បងដើម្បីបងខ្ញុំបានខំប្រឹងរៀន3ឆ្នាំទើបប្រឡងជាប់លេខ1បែបនេះគ្រូសាពួកយើងមិនបានបោកលោកទេអ្នកប្រុសលោកប្រកាសជាបានឃើញពីការខិតខំរបស់នាងមិនខានអូអញ្ចឹងមានន័យថាខ្ញុំត្រូវមកដល់រង្វាន់ដល់អ្នកជាប់លេខ1មែនទេតែខ្ញុំជាមនុស្សដែលគ្មានមេត្តាអីប៉ុន្មានទេលោក Chen Yan លោកកំពុងហែកពេកលែនដើម្បីឲ្យសំតាមលក្ខខណ្ឌរបស់លោកនាងបានលះបង់ប៉ុណ្ណាលោកដឹងទេចាំមើលទៅរឿងល្អចាប់ផ្ដើមហើយបង Chen Yan ខ្ញុំពិតជាស្រឡាញ់បងខ្លាំងណាស់ដើម្បីបងខ្ញុំបានត្រៀមខ្លួនជាយូរមកហើយឱកាសគឺសម្រាប់មនុស្សដែលត្រៀមខ្លួនរួចរាល់បើគ្មានឱកាសទេកុំមកត្រៀមខ្លួនផ្ដេសផ្ដាស់លែនធ្វើបានល្អណាស់មិនមែនត្រូវបានគេឃុំខ្លួនទេអីនៅលើខ្លួននាងជារឿងអ្វីទៅវិញតើនាងមកទីនេះក្នុងគោលបំណងអ្វី
នាងជានរណាស្អាតម្លេះមែនហើយខ្ញុំទៅតែឃើញក្មេងស្រីដែលមានមន្តស្នេហ៍បែបនេះលើកដំបូងមើលទៅដូចជានាងគឺជាតួឯកក្នុងថ្ងៃនេះអីចឹងខ្ញុំដឹងថាទាំងអស់នេះ គឺជាអ្វីដែលនាងបានរៀបចំបន្ទាប់មកទៀតតើនាងចង់លេងបែបណាចាំមើលទាំងអស់គ្នា ឡាននាងមិនមែនជាបងស្រីឈួតរបស់ឯងទេអីហេតុអីបានជានាងមកនៅទីនេះដែរគីឡឡងស្រីរបស់នាងក៏ជាកូនស្រីក្រពើដែលខ្លួនឯងនៅកន្លែងបែបនោះមែនទេ អាត្រេឆាននរណាជាអ្នកដោះលែងឯងមកហើយសម្លៀកបំពាក់នេះឯងទៅលួចពីណាជាថ្ងៃធំរបស់លែនឯងមកទីនេះមានបំណងអាក្រក់អ្វីពួកឯងគិតថា គ្រាន់តែឃ្លាំងចាស់មួយនិងខ្សែច្រវាក់ឥតប្រយោជន៍ប៉ុន្មានសរសៃអាចឃុំខ្ញុំបានមែនទេ ឃ្លាំងចាស់របស់ត្រកូលឈៀវស្ថិតក្នុងតំបន់ដែលត្រូវវាកំទេចចោលក្នុងពេលឆាប់នេះប៉ាម៉ាក់ពិតជាឃុំយាននៅកន្លែងបែបនោះមែននេះមិនខុសពីការទុកឲ្យនាងស្លាប់នោះទេតើឯងចេញមកតាំងពីពេលណា កន្លះខែមុនហើយខ្ញុំក៏បានចូលរួមប្រឡងដែរអ្នកដែលជាប់លេខ1ទូទាំងប្រទេសឆ្នាំនេះគឺខ្ញុំឈៀវយិន